កម្ពុជានិងហ្វីលីពីនឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀតនៅវេលាព្រឹកថ្ងៃទី26ខែតុលាឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីនបានជួបពិភាក្សាការងារទ្វេភាគីក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី47និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងគូឡាឡំពួរប្រទេសម៉ាឡេស៊ីពីថ្ងៃទី25ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025ក្នុងឱកាសនៃជំនួបសម្ដេចបវរធិបតីបានរំលឹកឡើងវិញនៅលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ឯកឧត្តមប្រធានាធិបតីកាលពីខែកញ្ញាកន្លងទៅនេះសម្ដេចបវរធិបតីបានថ្លែងអំណរគុណហ្វីលីពីនដែលបានគាំទ្រឲ្យមានដំណោះស្រាយដោយសន្តិវិធីលើជម្លោះព្រំដែនរវាងកម្ពុជានិងថៃនិងបានចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការអន្តរកាល IOT នៅកម្ពុជាដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរព្រមជាមួយគ្នានេះសម្ដេចបវរធិបតីបានជម្រាបជូនថាឯកសារលក្ខខណ្ឌប្រតិបត្តិ TOR សម្រាប់ក្រុមអ្នកសង្កេតការអាស៊ាន AOT ត្រូវបានចុះហត្ថលេខារួចហើយក្នុងន័យនេះសម្ដេចបវរធិបតីសង្ឃឹមថាហ្វីលីពីននឹងបន្តគាំទ្រនិងចូលរួមក្នុងយន្តការ AOT នេះសម្ដេចបវរធិបតីបានជម្រាបជូនបន្ថែមថាកម្ពុជានិងថៃនឹងចុះហត្ថលេខានៅលើសេចក្តីថ្លែងការណ៍រួមមួយដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ចូលរួមជាសាក្សីឆ្លៀតក្នុងឱកាសនេះសម្ដេចបវរធិបតីបានគូបញ្ជាក់ជាថ្មីម្ដងទៀតអំពីការគាំទ្ររបស់កម្ពុជាចំពោះហ្វីលីពីនដែលនឹងក្លាយជាប្រធានបដូវវេនអាស៊ានក្នុងឆ្នាំ2026ខាងមុខនេះជាការឆ្លើយតបឯកឧត្តមប្រធានាធិបតីហ្វីលីពីនបានថ្លែងអំណរគុណកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនៅកម្ពុជានាពេលថ្មីនេះឯកឧត្តមប្រធានាធិបតីក៏បានសម្ដែងនូវក្តីរីករាយដែលបានឃើញនូវការវិវត្តដ៏វិជ្ជមានក្នុងកិច្ចប្រឹងប្រែងដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃជាពិសេសការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនាថ្ងៃនេះឯកឧត្តមប្រធានាធិបតីបានគូបញ្ជាក់ថាហ្វីលីពីននឹងបន្តចូលរួមគ្រប់យន្តការតាមសំណុំពររបស់កម្ពុជាសម្ដៅធានាឲ្យបាននូវសុខសន្តិភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃព្រមជាមួយគ្នានេះឯកឧត្តមប្រធានាធិបតីបានជម្រាបជូនអំពីអធិភាពរបស់ហ្វីលីពីនក្នុងការធ្វើជាប្រធានបដូវវេនអាស៊ានក្នុងឆ្នាំ2026ខាងមុខនេះឋានៈដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹងនិងពង្រីកទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិការថែមទៀតស្របតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចបវរធិបតីនៅប្រទេសហ្វីលីពីនកាលខែកុម្ភៈនិងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីនៅប្រទេសកម្ពុជាកាលខែកញ្ញាកន្លងទៅនេះឋានៈដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរយោបល់គ្នាទៅលើបញ្ហាតំបន់មួយចំនួនផងដែរ